របស់ប្រធានាធិបតីអ៊ីស្រាអែលលោកអ៊ីសាក់ហឺស៊ុកបានបញ្ជាក់កាលពីថ្ងៃពុធទី12ខែវិច្ឆិកាថាលោកបានទទួលលិខិតពីប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំដែលជំរុញឲ្យលោកពិចារណាផ្តល់ការលើកលែងទោសដល់នាយករដ្ឋមន្ត្រីប៊ិនចាន់មីន នេតាន់យ៉ាហ៊ូលោក នេតាន់យ៉ាហ៊ូដែលស្ថិតក្រោមការជំនុំជម្រះតាំងពីឆ្នាំ2020ជុំវិញការចោទប្រកាន់អំពើពុករលួយបានបដិសេធរកការចោទប្រកាន់ទាំងអស់ហើយអះអាងថាខ្លួនមិនមានទោសនោះទេនៅក្នុងលិខិតលោកត្រាំបានពណ៌នាអំពីសំណុំរឿងប្រឆាំងរបស់លោក នេតាន់យ៉ាហ៊ូថាជាករណីដែលពាក់ព័ន្ធនយោបាយការិយាល័យរបស់លោកហឺស៊ុកបានកត់សម្គាល់ថារាល់សំណើសុំការលើកលែងទោសពីប្រធានាធិបតីត្រូវតែអនុវត្តតាមនីតិវិធីផ្លូវការតំណែងប្រធានាធិបតីអ៊ីស្រាអែលទោះបីជាភាគច្រើនជាទូនាទីបែបពិធីការក្តីប៉ុន្តែមានអំណាចក្នុងការផ្តល់ការលើកលែងទោសក្នុងករណីពិសេសលោក នេតាន់យ៉ាហ៊ូត្រូវចោទប្រកាន់ក្នុងសំណុំរឿងបីដាច់ពីគ្នានៅឆ្នាំ2019រួមមានការចោទប្រកាន់ថាទទួលអំណោយមានតម្លៃប្រហែល$18,000,000ពីពាណិជ្ជកម្មអ្នកមានដើម្បីជាថ្នូរអំណោយផលនយោបាយ